ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះក្រុមការងារទន្សាយព្រៃមកដល់ខេត្តកំពង់ឆ្នាំងហើយបងប្អូននៅខាងឆ្វេងដៃខ្ញុំនេះគឺជាទូកដឬក៏ទូកចម្លងដែលយើងឆ្លងពីត្រើយមកខាងកំពង់ឆ្នាំងនេះយើងទៅស្រុកកំពង់លែងបងប្អូនហើយយើងអ្នកដែលស្រុកកំពង់លែងនេះគឺការធ្វើដំណើរដោយការបច្ចុប្បន្ននេះគឺយើងត្រូវឆ្លងទូកបងប្អូនឆ្លងទូកទៅមកហ្នឹងបងប្អូនហើយបងប្អូននៅខាងនោះបងប្អូនកលេចមើលពីទូកដទៅយើងឃើញនឹងភ្នំកងរៃឡើងច្បាស់តែម្ដងបងប្អូនយើងមើលពីត្រើយខាងនេះតំបន់មាត់ទន្លេនេះគឺជាតំបន់ទេសចរមួយដែរបងប្អូនយើងមកកំសាន្តលេងពូពីទីរួមខេត្តតិចមកគឺយើងមកដល់កន្លែងមាត់ទន្លេនេះបងប្អូនហើយអ្វីដែលស្អាតទៅយើងស្រឡឹងមើលទៅគឺឃើញភ្នំនាងកងរៃតែម្ដងបងប្អូនហើយបើយើងចង់ធ្វើដំណើរទៅដល់រមណីយដ្ឋានភ្នំកងរៃហ្នឹងគឺយើងត្រូវឆ្លងទូកនេះបងប្អូនឆ្លងស្លាងនេះដើម្បីទៅដល់ស្រុកកំពង់លែងហ្នឹងហើយភ្នំកងរៃនឹងទៀតសោតក៏វានៅក្នុងស្រុកកំពង់លែងហ្នឹងដែរបងប្អូនប៉ុន្តែការធ្វើដំណើរគឺយើងត្រូវឆ្លងទូកនេះអញ្ចឹងបន្ទាប់ពីបើសិនជាបងប្អូនចង់មកលេងស្រុកកំពង់លែងឬក៏មកលេងនៅភ្នំនាងកងរៃហ្នឹងគឺត្រូវការឆ្លងទូកនេះបងប្អូនទើបទៅដល់កន្លែងហ្នឹងហើយការឆ្លងទូកហ្នឹងគឺយើងត្រូវវងកោះឆ្ងាយគួរសមដែរបងប្អូនប៉ុន្តែគ្រាន់តែថារដូវប្រាំងនេះទឹកនៅតិចទេអញ្ចឹងការធ្វើដំណើរប្រហែលជាលឿនជាងរដូវវស្សាព្រោះរដូវវស្សាគឺទឹកវាលេអាលំទឹកវាច្រើនណាបងប្អូនហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេនោះគឺកន្លែងនេះខ្ញុំស្រឡឹងទៅឃើញភ្នំនាងកងរៃគឺស្អាតបងប្អូនបងប្អូនតែងតែប្រៀបផ្ទឹមថារឿងដំណើរមកថារឿងនាងកងរៃដែលមានរូបរាងដូចជាយក្សឬក៏នាងកងរៃអញ្ចឹងណាដែលរឿងដំណើរមកបងប្អូនដឹងហើយថានាងកងរៃគឺជាយក្សហើយជាប្រពន្ធរិទ្ធិសែននេះហើយគេតែងតែនិយមថារិទ្ធិសែននាងកងរៃហើយរឿងនាងកងរៃហ្នឹងគឺត្រូវបានកន្លែងនេះគឺកន្លែងដែលរឿងដំណើរមកគឺបានស្លាប់ទៅคล้ายជាភ្នំនាងកងរៃដែលរឿងដំណើរតគ្នាអញ្ចឹងបងប្អូនប៉ុន្តែបងប្អូនធ្លាប់សិក្សាស្រាវជ្រាវគឺច្បាស់ជាដឹងហើយថារឿងភ្នំកងរៃនេះគឺរឿងដំណើរយ៉ាងម៉េចឯងខ្ញុំមិនបន្ថែមជូនបងប្អូនបន្ថែមទេដោយសារតែខ្ញុំចង់តែបង្ហាញថាទស្សនវិជ្ជានៅកន្លែងខេត្តកំពង់ឆ្នាំងទេបងប្អូនហើយបញ្ជាក់មួយទៀតភ្នំនាងកងរៃគឺមានទីតាំងស្ថិតនៅក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងនឹងដែរបងប្អូនអញ្ចឹងបើសិនជាបងប្អូនធ្វើដំណើរមកលេងខេត្តកំពង់ឆ្នាំងហើយចង់ទៅលេងនៅរមណីយដ្ឋានភ្នំនាងកងរៃគឺការធ្វើដំណើររបស់យើងក៏ត្រូវជិះទូកឬក៏សាឡាងនេះទៀតសោតហ្នឹងបងប្អូនតែយើងឆ្លងទៅបងប្អូនបាទបងប្អូនពាក់ព័ន្ធនឹងភ្នំនាងកងរៃបងប្អូនច្បាស់ជាស្គាល់ច្រើនទេខ្ញុំសុំមិនបញ្ជាក់ឲ្យបន្ថែមទេព្រោះបងប្អូនយើងស្គាល់ហើយនៅក្នុងរឿងព្រេងខ្មែរបងប្អូនអាចទៅ research មើលឲ្យបានតាមសភៅអីជាច្រើនពាក់ព័ន្ធនឹងរឿងប្រវត្តិនាងភ្នំកងរៃជាក់ស្ដែងគោលបំណងរបស់ខ្ញុំគ្រាន់តែចង់ផ្តិតបង្ហាញពីទស្សនវិជ្ជាដែលយើងស្រឡឹងពីទន្លេខាងនេះយើងស្រឡឹងទៅស្រុកកំពង់លែងឬក៏កន្លែងភ្នំនាងកងរៃគឺវាទេសភាពវាស្អាតបងប្អូនអញ្ចឹងពេលដែលបងប្អូនធ្វើដំណើរមកដល់មាត់ទន្លេនៅត្រើយខាងនេះគឺយើងអាចស្រឡឹងទៅមើល view ឬក៏ទេសភាពបែកក្នុងវាស្អាតអញ្ចឹងបងប្អូនហើយសប្តាហ៍ក្រោយឬក៏វីដេអូក្រោយពេលក្រោយទៀតខ្ញុំនឹងទៅផ្តិតទស្សនវិជ្ជាជូននៅកន្លែងទីតាំងភ្នំកងរៃផ្ទាល់តែម្ដងបងប្អូនបាទពីក្រុមការងារខ្ញុំក៏បែបផលិតទស្សនវិជ្ជាបង្ហាញបងប្អូនពីត្រើយខាងនេះទៅភ្នំកងរៃទៅពេលនេះក៏ឈានដល់ទីបញ្ចប់បើសិនជាមានកំហុសខុសឆ្គងដោយប្រការណាមួយសូមខន្តីអភ័យទោសផងបាទខ្ញុំបាទនិងក្រុមការងារសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយបាយបាយ I don't ever slow up, no I don't take shit